បាននិយាយពីគ្រួសារឆ្មាំបង្គោលអ្នកទាំងអស់គ្នាពិតជាស្រឡាញ់គ្នាខ្លាំងមែនទែនមើលទៅផ្អែមល្ហែមខ្លាំងមែនទែនហើយពួកគេក៏បាននាំគ្នាទៅចុះហាត់ខ្លានេះចឹងណាអ្នកទាំងអស់គ្នាចូលទៅដល់ជិមក៏បានឃើញខ្លាសេះដុំមួយកំពុងទៅលើកអន្ទាហ្នឹងទៅហើយប្តីគេនេះកំពុងតែបង្ហាញប្រពន្ធនេះលើកអន្ទាហើយប្រពន្ធក៏សុំប្តីទៅបន្ទប់ទឹកតែតាមពិតប្រពន្ធនេះទៅលួចលាក់មានសហាយជាមួយនឹងខ្លានឹងចឹងអ្នកទាំងអស់គ្នាហើយមួយរយៈពេលក្រោយមកប្រពន្ធក៏មានផ្ទៃពោះហើយប្តីក៏ស្រឡាញ់ប្រពន្ធខ្លាំងណាស់ក៏បានរៀបចំបាយទឹកមកហូបឲ្យប្រពន្ធអញ្ចឹងណាគឺស្វីតបាយថែមតាមបន្ទប់ហើយប្តីនេះក៏បានរៀបចំបាច់ផ្កាកលាប់យ៉ាងច្រើនហើយឲ្យប្រពន្ធស្រឡាញ់ប្រពន្ធណាពេលដែលលើពេលឃើញប្រពន្ធមានផ្ទៃពោះអញ្ចឹងហើយបន្ទាប់មកណាប្រពន្ធក៏បានឈឺពោះយ៉ាងខ្លាំងហើយប្តីក៏បានតាក់តងទៅឡានពេទ្យដើម្បីយកប្រពន្ធទៅសម្រាលកូនអញ្ចឹងណាអ្នកទាំងអស់គ្នាបាទហើយប្តីពិតជាបារម្ភពីប្រពន្ធមែនតើនៅពេលឃើញប្រពន្ធឈឺពោះអញ្ចឹងហើយដល់ពេលដែលកើតមកស្រាប់តែកើតជាកូនខ្លានៅសោះដោយសារតែប្រពន្ធនេះតាក់ទងទៅហើយជាមួយអាខ្លានោះចឹងណាអ្នកទាំងអស់គ្នាហើយប្តីក៏សម្រេចចិត្តថាចាក់ចេញពីប្រពន្ធតែម្ដងទៅ